ថៃបន្តសម្រេចដោយឯកតោភាគីបើកច្រកទ្វារអានសាសតែមួយថ្ងៃប៉ុណ្ណោះនៅរៀងរាល់ថ្ងៃប្រហោះចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 12 ថ្ងៃត្រង់ខេត្តព្រះវិហារច្រកទ្វារព្រំដែនអានសែស្ថិតក្នុងភូមិអានសែឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារត្រូវបានភាគីថៃសម្រេចដោយឯកតោភាគីបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់មួយថ្ងៃក្នុងមួយសប្តាហ៍គឺរៀងរាល់ថ្ងៃប្រហោះចាប់ពីម៉ោង 9:00 នាទីព្រឹកដល់ម៉ោង 12:00 នាទីថ្ងៃត្រង់នេះបើតាមការជូនដំណឹងរបស់ភាគីថៃមកភាគីកម្ពុជាថៃបានសម្រេចកាត់បន្ថយថ្ងៃបើកច្រកទ្វារព្រំដែនអានសាសនេះពី2ថ្ងៃទៅ1ថ្ងៃក្នុងមួយសប្តាហ៍គឺបើកជារៀងរាល់ថ្ងៃប្រហោះចាប់ពីម៉ោង 9:00 នាទីព្រឹកដល់ម៉ោងបិទនៅម៉ោង 12:00 នាទីថ្ងៃត្រង់សូមបញ្ជាក់ជូនថាច្រកទ្វារព្រំដែនអានសែក្នុងស្រុកជាំខ្សានខេត្តព្រះវិហារកន្លងមកគឺបើកដំណើរការឆ្លងកាត់តែនៅថ្ងៃអង្គារនិងថ្ងៃប្រហោះប៉ុណ្ណោះ